ឥឡូវបើកព័ត៌មានឃើញតែចំនួនរវាងម្ដាយក្មេកនិងកូនប្រសាខ្ញុំនេះឃើញហើយលែងចង់បានប្តីតែម្ដងហើយពាក់ព័ន្ធអីនឹងប្តីចំនួនរវាងម្ដាយក្មេកនិងកូនប្រសាតាចប់បើម្ដាយប្តីខ្ញុំមិនល្អខ្ញុំមិនចាប់ទៅហើយទេអីមិនហើយសន្យារៀបការជាប្តីប្រពន្ធសំខាន់គឺយើងទាំងពីរអ្នកប្តីប្រពន្ធស្រឡាញ់គ្នានិងស្មោះស្ម័គ្រជាមួយគ្នាទោះម្ដាយក្មេកពេញចិត្តឬមិនពេញចិត្តក៏មិនឃើញសំខាន់នឹងគួរជារឿងកង្វល់អីដែរហើយខ្ញុំឆ្ងល់ឯងណាស់ហើយនៅគុំគួនអីណាស់ណាហ៎ធេរីនឹងជាមនុស្សអាក្រក់ដល់ម្លឹងអីឯងមិនធ្លាប់ជួបដូចខ្ញុំឯងមិនយល់ទេឯងយល់មនុស្សមិនយល់ចិត្តឬអត់អញ្ចឹងគ្នាត្រូវធ្វើយ៉ាងម៉េចទើបឯងចូលចិត្តរឿងគូជីវិតភាគទី14ឥឡូវបើកព័ត៌មានឃើញតែចំនួនរវាងម្ដាយក្មេកនិងកូនប្រសាខ្ញុំនេះឃើញហើយលែងចង់បានប្តីតែម្ដងហើយពាក់ព័ន្ធអីនឹងប្តីចំនួនរវាងម្ដាយក្មេកនិងកូនប្រសាតាបានប្តីមានន័យថាមានម្ដាយក្មេកចប់បើម្ដាយប្តីខ្ញុំមិនល្អខ្ញុំមិនចាប់ទៅហើយទេអីវាមិនដែលតែកូនគាត់ស្រឡាញ់ហើយម្ដាយមានទៅសំខាន់អីទៀតបងផានិតឯងមិនយល់ទេព្រោះបងឯងជាប្រុសអង្គុយបកស្រាយដល់ស្អែកក៏មិនយល់ដែរសុក្រិតដែលអង្គុយក្បែរនោះក៏មានការឆ្ងល់ហើយក៏សួរសំណួរស្រដៀងនឹងផានិតដែរមិនហើយសន្យារៀបការជាប្តីប្រពន្ធសំខាន់គឺយើងទាំងពីរអ្នកប្តីប្រពន្ធស្រឡាញ់គ្នានិងស្មោះស្ម័គ្រជាមួយគ្នាទោះម្ដាយក្មេកពេញចិត្តឬមិនពេញចិត្តក៏មិនឃើញសំខាន់នឹងគួរជារឿងកង្វល់អីដែររៀបការឲ្យបែកផ្ទះរស់នៅឲ្យតែមានក្តីសុខប្តីប្រពន្ធខ្លួនទៅគឺវាគ្រប់គ្រាន់ហើយបារោះក្នុងការិយាល័យខ្ញុំទាំងពីររូបនេះអាយុសបា30អស់ទៅហើយបែរជាមកឲ្យក្មេងអាយុ25ឆ្នាំដូចជាខ្ញុំនេះបញ្យល់រឿងនេះទៅវិញថែមទាំងមានអ្នកខ្លាំងមានដល់តកូនទៀតគួរតែប្រាប់ឬក៏ទុកឲ្យឆ្ងល់ល្អទៅនេះហាឆ្លើយឲ្យលឿនមកនាងល្អិតអើយអាងបានធ្វើការងារតមេធំមកដេញចេញទាំងអស់ឥឡូវហើយគឺអញ្ចេះណាលោកប្រុសទាំងពីររៀបការជាប្តីប្រពន្ធអ្វីគឺរួមគ្នាដូចចាស់ពោលថារួមសុខរួមទុក្ខឧទាហរណ៍ប្រពន្ធបងការចូលផ្ទះបងគឺជាប្រពន្ធរបស់បងម្ដាយបងជាម្ដាយក្មេករបស់គាត់ក៏ប្រៀបបាននឹងម្ដាយបង្កើតរបស់គាត់ដូចគ្នាបងសម័យទៅមើលបើបងរៀបការចូលផ្ទះប្រពន្ធបងហើយម្ដាយក្មេកបងមិនពេញចិត្តបងគាត់មាត់ធំមាត់តូចជាមួយបងឃើញបងតែងតែមានបញ្ហានិយាយរួមគឺឆុងគ្នាតែម្ដងតើបងមានអារម្មណ៍យ៉ាងម៉េចដែរចុះអញ្ចឹងយើងមិននៅបែកផ្ទះគ្នាទៅអញ្ចឹងគឺចប់ហើយមិនបាច់ជួបមុខគ្នាត្រូវហើយអូខេករណីបែកផ្ទះរស់នៅរៀងខ្លួនតែវាមិនដែលកាត់គ្នាដាច់ទេយ៉ាងណានោះគឺម្ដាយបង្កើតប្តីឬក៏ប្រពន្ធរបស់ខ្លួនត្រូវតែតំណែងតំណងប្រស្រ័យគ្នារហូតស្រាប់ហើយយើងមិនអាចនិយាយថាមិនពេញចិត្តគ្នាមិនទៅរវល់នឹងគ្នាបានទេម្យ៉ាងប្តីប្រពន្ធយើងគឺសាច់ឈាមបង្កើតរបស់គាត់ពេលមានបញ្ហាអ្វីមួយគឺពិបាកណាស់អញ្ចឹងតើយើងគួរដោះស្រាយយ៉ាងម៉េចទៅលែងគ្នាចោលទៅហានិយាយលេងទេមិនដល់ថ្នាក់នឹងទេអូយខំតភ័យតែនៅក្នុងសង្គមបច្ចុប្បន្នក៏មានមែនណារឿងម្ដាយក្មេកឬក៏សាច់ថ្លៃមិនពេញចិត្តខ្លាំងធ្វើឲ្យឈានដល់ដំណាក់កាលបែកបាក់ប្តីប្រពន្ធវាអាចថាយើងមិនព្យាយាមកែតម្រូវហើយបណ្ដោយឲ្យរឿងនោះវាចេះតែកើតឡើងទៅតាមដំណើរអូហូអញ្ចឹងពិបាកហើយតែក៏មានករណីខ្លះម្ដាយក្មេកដំបូងមិនសូវពេញចិត្តកូនប្រសាប្រមាណទេតែយូរទៅគាត់ក៏ចង់ចាប់ផ្ដើមឃើញអំពើល្អរបស់កូនប្រសាហើយក៏ចិត្តទុនទៅតាមនឹងខ្លះទៀតក៏មានចំណាយពីកូនបង្កើតដែរឧទាហរណ៍បងសុក្រិតមិនក៏សុក្រិតទៀតហើយឧទាហរណ៍ពីខ្ញុំខ្លះមិនបានទេអីចង់ខ្លាចជាតួអង្គគេយកទៅឧទាហរណ៍ណាបងមានប្រពន្ធហើយហ៎ស្ងៀមមិនចង់ទេឲ្យគេដៀលឯងនេះនិយាយមកសន្យាឧទាហរណ៍ម្ដាយបងសុក្រិតមិនពេញចិត្តបងធីរីអញ្ចឹងបងធីរីនៅតែបំពេញតួនាទីជាកូនប្រសាល្អតាមដែលគាត់គួរធ្វើដែរចុះ
ហើយបងជាប្តីបងត្រូវធ្វើជាអ្នកចងចំណងមិត្តភាពរវាងម្ដាយបងនិងប្រពន្ធបងដោយការនិយាយល្អៗពីប្រពន្ធបងបង្ហាញឲ្យម្ដាយបងដឹងថាប្រពន្ធបងគឺល្អចំពោះបងឬក៏ជួយឲ្យអ្នកទាំងពីរស្និទ្ធស្នាលនឹងគ្នាដោយប្រយោលយូរទៅគង់តែល្អនឹងគ្នាហើយ អូយដូចលែងចង់បានប្រពន្ធហើយ ហា តោះធ្វើការទៅបាយល្ងាចនៅឯផ្ទះសុក្រិតនិងធេរីការពិតទៅរឿងដែលសន្យានិយាយកាលពីថ្ងៃមិញនេះម្យ៉ាងដែរតាថាមិនត្រូវអាចធ្វើឲ្យម្ដាយខ្ញុំនិងធេរីល្អនឹងគ្នាក៏ថាបានតែគួរចាប់ផ្ដើមពីចំណុចណាទៅសុក្រិតគិតមួយសន្ទុះក៏និយាយទៅកាន់ធេរីអូនណា ចា ថ្ងៃអាទិត្យនេះទៅលេងម៉ាក់យកអូនទៅលេងយាយគេផង ម៉ាក់ស្អប់មកអូនសឹងអីនឹងបងតែជួបគាត់ញឹកញាប់នាំតែគាត់រំខានអូនទេ កុំគិតអញ្ចឹងមើលអូនជាប្រពន្ធល្អម្ដាយល្អរឿងអីតំណែងកូនប្រសាល្អមិនធ្លាក់មកលើអូននោះម៉ាក់គាត់តែងតែអញ្ចឹងឯងមាត់មិនសូវត្រង់ជាមួយចិត្តទេសម្ដីគាត់មិនសូវព្រោះតែចិត្តគាត់ល្អណាស់តា អូនដឹងថាម៉ាក់បងចិត្តល្អតែគាត់ល្អជាមួយមនុស្សគ្រប់គ្នាលើកលែងតែអូននឹងឯង អូនកុំខឹងនឹងម៉ាក់បងអីណា មានអីត្រូវខឹងហាបងម៉ាក់គាត់ច្បាស់លាស់តាំងពីដើមមកហើយថាគាត់មិនសូវពេញចិត្តអូនប៉ុន្មានទេតែយើងទាំងពីរអ្នកជំនះនៅជាមួយគ្នាហើយដើរកាន់ដៃគ្នាមកទល់រាល់ថ្ងៃនេះបូកនឹងរឿងកាលពីលើកមុនទៀតកាន់តែចប់ហើយលែងលឺតែម្ដង បងសុំទោសណាបងគិតថាមួយផ្នែកក៏មកពីបងដែរដែលចេះតែឲ្យរឿងនេះបណ្ដាច់បណ្ដោយមករហូតព្រោះយល់ថាមិនសូវសំខាន់តែពេលនេះបងយល់ហើយអារម្មណ៍មនុស្សដែលសំខាន់ម្នាក់ក្នុងជីវិតយើងមិនសូវពេញចិត្តនៅវត្តមានរបស់យើងវាពិបាកណាស់ មិនអីទេបងវាបែបនេះតាំងពីដើមមកហើយអូនទម្លាប់ហើយចាំមិនថ្ងៃនេះសុកបងមកបបួលអូននិយាយរឿងនេះរាល់ដងមិនសូវឃើញបងខ្វល់ខ្វាយប្រមាណផង ចាប់ពីថ្ងៃនេះតទៅឲ្យតែជារឿងរបស់អូនសុទ្ធតែសំខាន់សម្រាប់បងទាំងអស់ មាត់ផ្អែមរាល់តែដងហ្នឹង អូនចង់ភ័យហើយនេះ សរុបទៅអាទិត្យនេះទៅលេងម៉ាក់ណាអូនសម្លាញ់អូនកុំបារម្ភពីរឿងនឹងអីទុកឲ្យបងជាអ្នកចាត់ការចុះ ច្បាស់ហើយណា ច្បាស់ អូខេ ថ្ងៃអាទិត្យសុក្រិតនិងធេរីទៅផ្ទះមីងផល្លាអូហូថ្ងៃនេះអារម្មណ៍អីបក់ឲ្យមកដល់ផ្ទះប៉ាថ្ងៃអាទិត្យនេះហ៎នឹកនឹងណាចង់មកញ៉ាំបាយជុំប៉ាម៉ាក់ម្ដងខានយូរហើយនឹកស្នាដៃម្ហូបរបស់ម៉ាក់ណា ស្មានតែងប់នឹងបាយមហូបប្រពន្ធធ្វើលែងនឹកគិតដល់មហូបម្ដាយបកើតធ្វើហើយតា មានឯណាឆ្ងាញ់ទាំងពីរនឹងមួយណាក៏ចង់ញ៉ាំដែរ ហើយកាន់ស្អីនៅនឹងដៃនឹងសំពីងសំពង អូផ្លែសាវម៉ាវនោះហើយម៉ាក់ បានមកពីណាមើលទៅល្អម្លេះ ធេរីដើរទៅផ្សារព្រឹកមិញហើយក៏នឹកឃើញទិញមកជូនម៉ាក់នឹងប៉ាទៅព្រោះខ្ញុំធ្លាប់ប្រាប់ធេរីថាប៉ាម៉ាក់ចូលចិត្តប្រហែលជាអូនធេរីចាំដកជាប់ក្នុងចិត្តហើយមើលទៅគ្រាន់តែឃើញល្អក៏ទិញយកមកជូនប៉ាម៉ាក់តែម្ដងសុក្រិតបែរទៅមើលមុខភរិយាដើម្បីឲ្យជួយនិយាយថាធេរីជាអ្នកទិញមែនទាំងដែលការពិតទៅសុក្រិតជាអ្នកទិញ ចា អរគុណ តចូលមកកូនមកចំពេលតែម្ដងណោះកំពុងតែរៀបចំហូបបាយអូនិយាយអញ្ចឹងមកហូបកូនធេរីឯងផ្ញើមកថ្ងៃមុនណាឆ្ងាញ់ណាស់តែស្ដាយប៉ាហូបបានតែបន្តិច មិនចឹងប៉ា ម្ដាយក្មេកឯងនឹងណាដណ្ដើមយកអស់ទុកឲ្យប៉ាតែបន្តិចទេ កុំនិយាយច្រើនពេកប្រយ័ត្នបាយក្រៅផ្ទះ ទោះមីងផល្លាមិនបានសរសើរពិតមែនតែគ្រាន់តែបានឮប៉ុណ្ណឹងក៏បានធ្វើឲ្យធេរីសប្បាយចិត្តខ្លាំងណាស់ទៅហើយ បាម៉ាក់ចូលចិត្តថ្ងៃក្រោយកូនធ្វើយកមកជូនអ្នកម៉ាក់ពិសាទៀតមិនបាននិយាយថាចូលចិត្តផង តកូនហូបបាយ
និយាយជាមួយមនុស្សមាត់រឹងប្រកែកដល់ស្អែកក៏មិនព្រមទទួលដែរហើយខានហូបបាយជុំគ្នាបែបនេះយូរហើយពេលបាយអ៊ូអរមានកូនមានចៅអញ្ចឹងគឺម្យ៉ាងដែរតើបាយកាន់តែឆ្ងាញ់ មិនឃើញឆ្ងាញ់ស្អីផង ក្រោយបាយល្ងាចរួចរាល់ក៏រៀបចំនឹងបំបែកគ្នាម្ហូបម៉ាក់នៅតែឆ្ងាញ់មិនប្ដូរសោះប្រហែលជាត្រូវនាំប្រពន្ធកូនមកផ្ញើពោះញឹកញាប់ហើយឧស្សាហ៍មកកូនមានអ្នកខ្លះណារអ៊ូថាស្ងាត់ផ្ទះណាស់ស្ងាត់ផ្ទះណាស់នឹកកូនចង់ទៅរតែមិនព្រមទៅមិនដឹងកាត់អាចរិតខ្មើតនឹងមកពីណាទេខ្មើតតាំងពីកមុំដល់មានចៅប្រហែលចង់ខ្មើតដល់ចៅរៀបការទេដឹង ខ្ញុំមិនបានខ្មើតទេគ្រាន់តែមិនចង់ទៅរកខ្លាចអ្នកខ្លះថាយើងទៅរកពឹងពាក់ឬក៏ទៀមទាអ្វី អញ្ចឹងកូនជម្រាបលាប៉ាម៉ាក់សិនហើយ ជម្រាបលាប៉ាម៉ាក់ ជីទៅវិញឲ្យស្រួលបួលណាកូនក្រោយកូននឹងចៅចាក់ចេញទៅហើយខ្ញុំឆ្ងល់ឯងណាស់ហើយនៅគុំគួនអីណាស់ណាហ៎ធារីនឹងជាមនុស្សអាក្រក់ដល់ម្លឹងអីឬក៏ដល់ថ្នាក់ទោះជាគ្នាខំប្រឹងធ្វើល្អយ៉ាងណាក៏មិនអាចលើកលែងឲ្យគ្នាបានហ៎ ឯងមិនធ្លាប់ជួបដូចខ្ញុំឯងមិនយល់ទេឯងយល់មនុស្សមិនយល់ចិត្តឬអត់គឺមិនចូលចិត្តតាំងពីជួបមុខលើកដំបូងទោះខំប្រឹងធ្វើល្អយ៉ាងណាក៏ខ្ញុំមិនចូលចិត្តដែរ អញ្ចឹងគ្នាត្រូវធ្វើយ៉ាងម៉េចទើបឯងចូលចិត្ត ធ្វើយ៉ាងម៉េចក៏មិនចូលចិត្តដដែលនឹងអញ្ចឹងមិនចាំបាច់ប្រឹងទេ ឯងនេះទាល់តែជួបកូនប្រសាអ្នកលេងជើងហោះហើរហើយមើលទៅបានព្រមចាញ់ខ្លះចំណាស់នេះទៅហើយនៅខឹងគុំគួនមើលតែក្មេងទៅកើត ហើយយ៉ាងម៉េចចាស់នឹងខឹងមិនកើតអី ទៅចូលផ្ទះខ្ញុំសុំចាញ់ម៉ែប្រពន្ធឯងហើយពូរិនដើរចូលផ្ទះបាត់ កុំសង្ឃឹមថាធ្វើប៉ុណ្ណឹងយើងអភ័យទោសឲ្យនោះមនុស្សយើងមិនពេញចិត្តនោះទោះយ៉ាងណាក៏នៅតែមិនពេញចិត្តដែរបើថ្ងៃនោះឯងមិនចូលមកជីវិតកូនប្រុសរបស់យើងទេប្រហែលជាគេនៅរៀនបរទេសឬក៏មានអនាគតដ៏ល្អប្រសើរជាងនេះ ម៉ាក់ខ្ញុំលែងចង់ទៅរៀននិងធ្វើការនៅបរទេសហើយ ហេតុអី ខ្ញុំបានជួបនឹងមនុស្សស្រីម្នាក់ខ្ញុំស្រឡាញ់នាងហើយខ្ញុំចង់សាងអ្វីជាច្រើនទៀតរួមគ្នាជាមួយនាងនៅស្រុកខ្មែរយើង មានតែគេចង់ទៅហើយមិនបានទៅឯងបានទៅហើយបែរជាមិនចង់ទៅហើយមកការប្រពន្ធទៅវិញរឿងប្រពន្ធឯងកុំភ័យព្រួយតែសាងអនាគតនៅទីនោះប្រពន្ធចាំម៉ាក់រៀបចំទុកដាក់ឲ្យ តែខ្ញុំមានមនុស្សដែលខ្ញុំពេញចិត្តហើយទោះជាយ៉ាងណាក៏ខ្ញុំត្រូវទៅរៀបការជាមួយនារីម្នាក់នេះដែរ គេមានធ្វើអ្វីល្អបានជាឯងសុខចិត្តចោលគ្រប់យ៉ាងដើម្បីនាង ខ្ញុំពិបាកអធិប្បាយឲ្យម៉ាក់ស្ដាប់ណាស់ត្រឹមតែឲ្យម៉ាក់ដឹងថាខ្ញុំស្រឡាញ់នាងចង់រួមរស់នៅជាមួយអ្នកដែលខ្ញុំជ្រើសរើសដោយខ្លួនឯងហើយបើថ្ងៃក្រោយខ្ញុំរើសខុសម៉ាក់ចង់សើចនឹងជេរខ្ញុំយ៉ាងណាក៏បានដែរត្រឹមតែពេលនេះឲ្យខ្ញុំបានជ្រើសរើសដោយខ្លួនឯងចុះណាម៉ាក់ ដោយសារតែឯងកូនយើងពីក្មេងតែងតែស្ដាប់បង្គាប់យើងមករហូតបែរជាជ្រើសរើសមិនស្ដាប់បង្គាប់យើងជាម្ដាយគេសុខចិត្តលះបង់គ្រប់យ៉ាងទៅយកឯងនារីជនបទដែលគ្មានអ្វីទាំងអស់ទោះយ៉ាងណាក៏គ្មានគុណសម្បត្តិអ្វីឲ្យយើងពេញចិត្តឯងដែរ ក្រឡេកមកសុក្រិតនិងធារីនៅផ្ទះរបស់ខ្លួនវិញ ផ្លែឈើនោះអូនមិនបាច់ទិញទេហេតុអីក៏បងកុហកម៉ាក់នឹងប៉ាអញ្ចឹង បងអ្នកទិញក៏ដូចជាអូនទិញដែរ តែអូនមិនបានទិញទេអូនមិនចង់កុហកប៉ាម៉ាក់ទេបងដឹងស្រាប់ហើយថាគាត់មកចូលចិត្តអូនទេណា ការកុហកខ្លះវាមិនអាក្រក់ទេអូនបើកុហកហើយវាធ្វើឲ្យអារម្មណ៍មនុស្សម្នាក់ផ្លាស់ប្ដូរទៅជាល្អឬក៏កុហកហើយមានតែរឿងល្អច្រើនជាងរឿងអាក្រក់ពេលខ្លះកុហកទៅក៏ល្អដែរ អូនដឹងថាបងកំពុងតែចង់ជួយអូនហើយនឹងម៉ាក់ឲ្យត្រូវគ្នាតែវាមិនអាចទេគាត់មិនចូលចិត្តអូនតាំងពីដើមមកម្លេះ
អូនថារស់នៅរៀងខ្លួនគឺល្អហើយអូនមិនចង់ធ្វើឲ្យគាត់កាន់តែស្អប់អូនទៀតនោះទេ សុក្រិតចាប់ដៃប្រពន្ធហើយនិយាយបងជាអ្នកណា បងជាបងសុក្រិត សុក្រិតសើចតិចតិចហើយនិយាយតបងគឺសុក្រិតត្រឹមត្រូវតែក្រៅពីជាសុក្រិតបងក៏ជាប្តីអូនជាកូនរបស់ម្ដាយក្មេកអូនជាឪពុករបស់កូនអូនគ្រប់គ្នាដែលបងនិយាយសុទ្ធតែទំនាក់ទំនងរវាងបងនិងអូនជឿជាក់លើស្វាមីម្នាក់នេះបងសន្យាថាបងនឹងផ្លាស់ប្ដូរគំនិតម៉ាក់បងដែលធ្លាប់មានចំពោះអូនបងនឹងធ្វើឲ្យគាត់បានស្គាល់អូនដូចដែលបងបានស្គាល់អញ្ចឹង វាមិនចាំបាច់ទៀតទេបងកុំពិបាកដោយសារតែអូនទៀតអីកន្លងមកបងល្អគ្រប់គ្រាន់ចំពោះអូនហើយ យើងជាប្តីប្រពន្ធនឹងគ្នាអូនមានទុក្ខមិនអាចថាបងសុខបាននោះទេកន្លងមកមានបញ្ហារ៉ូបមិនអស់ដែលយើងបានឆ្លងកាត់ហេតុអីគ្រាន់តែរឿងប៉ុណ្ណឹងបងដោះស្រាយមិនបាននោះ តែ គ្មានតែអ្វីទាំងអស់មាត់អូននិយាយថាវាមិនអីតែបងដឹងថាក្នុងចិត្តអូនពិតជាអីបងជាប្តីអូនបងស្គាល់អូនច្បាស់ណាស់អូនយកចិត្តទុកដាក់លើអារម្មណ៍របស់មនុស្សជុំវិញខ្លួនដល់ម្លឹងចុះទម្រាំម្ដាយក្មេករឿងអីអូនមិនខ្វល់ចិត្តនោះ អរគុណហើយប្តីសម្លាញ់ បងទេដែលត្រូវអរគុណអូនលះបង់ច្រើនណាស់ដើម្បីគ្រួសារមួយនេះមានបញ្ហាអ្វីក៏មិនចង់ប្រាប់មិនចង់ឲ្យបងពិបាកសុខចិត្តសំងំក្នុងចិត្តលំបាកតែម្នាក់ឯង បងហត់នឹងការងារហើយមិនចង់ឲ្យបងហត់នឹងរឿងអូនទៀតទេ បងមិនហត់ទេរឿងដែលពាក់ព័ន្ធនឹងអូនវាមិនមែនជាការងារដែលធ្វើឲ្យបងហត់នឿយអីនោះទេរឿងអូនក៏ជារឿងបងជួយអូនសម្រាប់បន្ទុកវាជាទូនាទីនឹងការស្ម័គ្រចិត្តរបស់បងឈប់គិតថាបងនឹងហត់នឿយចំពោះរឿងអូនទៀតទៅបានហើយ បងដឹងទេរឿងកន្លងមកធ្វើឲ្យអូនគិតថារឿងរវាងយើងប្រហែលជាមិនអាចបន្តបានទេអូនមិនដែលគិតសោះឡើយថាពួកយើងនឹងមានថ្ងៃនេះគ្រប់យ៉ាងវាដូចជាការយកសពអញ្ចឹង ព្រោះបងមានប្រពន្ធចិត្តធ្ងន់និងព្រមអភ័យទោសឲ្យបងគ្រប់ពេលនោះអី សន្យា សន្យាអីទៅអូន សន្យាថាទោះយ៉ាងណាក៏យើងមិនបោះបង់គ្នាចោលដែរយើងនឹងដើរឆ្លងកាត់គ្រប់បញ្ហាដែលនឹងចូលមករួមសុខរួមទុក្ខជាមួយនឹងគ្នារហូតទៅព្រមនឹងអភ័យហើយកែប្រែគ្នាទៅវិញទៅមកជារៀងរហូតរហូត រហូតដល់ចាស់ព្រឹត្តចាស់ព្រេងបងសន្យា